ពីច្រើនហើយខ្លាំងយើងហាន់ម្ដងទុកច្រាំអានេះគឺខ្លាញ់សុតបងប្អូនអរគ្នាយើងទុករងាស់លីងតិចខ្លាំងនេះយើងអាចច្រាំចេះក៏បានដែរបងប្អូនដើម្បីឲ្យវាឆាប់ចេញរងាស់ខ្លាំងបានបងប្អូនយើងហាន់វាអត់តលឿនដែរវាចេញខ្លាំងលឿនចានេះយើងទុកម្ដងចាហើយស្បែកនេះគឺស្បែកបងប្អូនស្បែកនេះយើងហាន់ទឹកម្ដងមកជាមួយនឹងខ្លាញ់នេះក៏យើងទឹកម្ដងដែរបងប្អូនចាខ្លាញ់ស្បែកយើងទឹកម្ដងបងប្អូនចាបន្ទាប់មកគឺយើងដល់វគ្គចិញ្ច្រាំជ្រូកនៅពេលដែលខ្ទះក្តៅយើងដាក់ជាមួយនឹងសាច់ខ្លាញ់ជ្រូកដើម្បីរងាស់យកខ្លាញ់របស់វារងាស់ចេញខ្លាំងហើយយើងដាក់ជាមួយនឹងខ្ទឹមចិញ្ច្រាំដាក់ភ្លាមឈ្ងុយផ្លែតខ្ទឹមយើងឈ្ងុយហើយយើងដាក់ជាមួយនឹងប្រហុកចិញ្ច្រាំយើងចូលលីងវាដើម្បីឲ្យវាកាន់តែឈ្ងុយមួយទៅចាំយើងបន្តចេះនៅវិញបងប្អូនមកទៀតយើងដាក់ជាមួយស្លឹកក្រូចសើចជាមួយនឹងរំដេងបន្តមកទៀតយើងដាក់ជាមួយនឹងម្ទេសនេះគឺយើងដាក់យកពណ៌ផងដាក់ដើម្បីវាឆ្អិនដើម្បីវាងាយស្រួលក្នុងការញ៉ាំផងដែរបើមិនចូលចិត្តម្ទេសមិនបាច់ដាក់ក៏បានដែរនៅពេលដែលលីងយើងឈ្ងុយហើយយើងអាចដាក់ជាមួយនឹងសាច់ជ្រូករបស់យើងចូលហើយបងប្អូនជាមួយនឹងស្បែកជ្រូកណាចាយើងអាចដាក់ទឹកបន្តិចដើម្បីឲ្យសាច់ជ្រូករបស់យើងហ្នឹងងាយស្រួលក្នុងការបែកសាច់ចាថែមទឹកចំនួន50 ml ណាបងប្អូនចាបន្ទាប់មកបងប្អូនទាំងអស់គ្នាអាចក្របវាទុកឲ្យវាពុះមួយឡែកសិនបន្ទាប់ពីពុះហើយយើងធ្វើការបកគម្របចេញបន្តទៀតយើងថែមជាមួយនឹងប៊ីចេងចំនួន2ស្លាបព្រាកាហ្វេបងប្អូនបន្ទាប់មកយើងធ្វើការថែមជាមួយនឹងស្ករសចាបងប្អូនមានស្ករត្នោតដាក់ស្ករត្នោតឲ្យតែឆ្ងាញ់ចាខ្ញុំប្រើ2ស្លាបព្រាបាយបងប្អូនបន្ទាប់មកយើងធ្វើការកូរល្បាយនេះឲ្យវាចូលគ្នាចំពោះសាច់នេះបងប្អូនអាចធ្វើការក្រឡុកដើម្បីឲ្យវាម៉ត់ល្អជាងនេះ
បន្តមកទៀតខ្ញុំប្រើប្រាស់ជាមួយនឹងប្រភេទទឹកដោះគោខ្ទិះដូងនេះដើម្បីលួចក្លិនដូងឲ្យរាងឈ្ងុយបងប្អូនចំពោះទឹកដោះគោនេះខ្ញុំប្រើប្រាស់ចំនួន50 ml ចាគឺវាទឹកដោះគោបែបនេះប៉ុន្តែវាធំក្លិនខ្ទិះដូងណាបងប្អូនចាដូច្នេះចំពោះទឹកដោះគោនេះបងប្អូនអាចធ្វើភេសជ្ជៈក៏បានធ្វើម្ហូបក៏បានដែរបន្តមកទៀតបងប្អូនធ្វើការក្របវាទុកឲ្យវារីងទឹកបន្តិចចាហើយយើងបានបន្ថែមជាមួយនឹងម្ទេសខ្លោពណ៌លឿងចាដើម្បីយកពណ៌ឲ្យកាន់តែស្អាតចាហើយបងប្អូនទាំងអស់គ្នាអាចភ្លក់រសជាតិបានចំពោះខ្ញុំរសជាតិនេះគឺសមល្មមសម្រាប់ខ្ញុំហើយដូច្នេះជាចុងក្រោយគឺយើងត្រូវបន្ថែមជាមួយនឹងទឹកអំពិលបងប្អូនទាំងអស់គ្នាចានៅពេលដែលយើងដាក់អំពិលទុំហើយយើងរងាស់វាមួយផ្លែតដើម្បីឲ្យវាចាញ់ជាតិជូរបន្ទាប់មកយើងធ្វើការអាចធ្វើការតេស្តរសជាតិម្ដងទៀតចាម្ហូបរបស់យើងគឺសាច់ជ្រូកចិញ្ច្រាំលេងជាមួយប្រហុកបងប្អូនចាឃើញថារួចរាល់ហើយចាកុំឃើញបែបហ្នឹងបងប្អូនទាំងអស់គ្នាជាតិសាហាវហើយអស់បាយច្រើនទៀតបងប្អូនចាម្ហូបនេះគឺម្ហូបចុះបាយតែម្ដងចាបន្ទាប់មកទៀតគឺយើងចាប់ផ្ដើមទៅធ្វើអន្លក់ទាំងអស់គ្នាបងប្អូនទាំងអស់គ្នាមកបើយើងបានឆ្អិនហើយបងប្អូនទាំងអស់គ្នាចាបន្លែរបស់យើងគឺមានតែប៉ុន្មានមុខនេះទេបងប្អូនទាំងអស់គ្នាចង់ញ៉ាំបន្លែអីបងប្អូនដាក់បន្លែហ្នឹងទៅចាកូពីអីហើយនេះគឺម្ទេសខៀវណាគឺឆ្អិនហើយនេះគឺម្ទេសខ្លោម្ទេសហើយឆ្ងាញ់ណាស់បងប្អូនwow wow cái mặt gì ngọtចាអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេចាសូមមេត្តាជួយ like និង subscribe វីដេអូបានសាមម្នាក់មួយម្នាក់មួយផងណាដើម្បីទទួលបានវីដេអូថ្មីបាយបាយ See you for next video